ឈឺចាប់គ្មានថ្ងៃភ្លេចហាលឆ្លងទឹកភ្នែករះខ្មែរទៅថៃប្រើយន្តហោះ F16 2គ្រឿងទម្លាក់ក្របបែកកំទេចសន្តាគារមួយកន្លែងនិងស្ពានចំនួន2កន្លែងនៅច្រកថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី13ធ្នូនេះជារឿងឈឺចាប់ខ្លាំងណាស់ដែលកូនខ្មែរគ្រប់រូបចងចាំគ្មានថ្ងៃភ្លេចបើតាមលោកផែងវណ្ណៈបានឲ្យដឹងថានៅថ្ងៃទី13ធ្នូឆ្នាំ2025កងទាហានថៃកំពុងប្រើប្រាស់យន្តហោះចម្បាំង F16 ចំនួន2គ្រឿងទម្លាក់គ្រាប់បែកចំនួន7គ្រាប់នៅភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់គោលដៅដូចខាងក្រោមម៉ោង 5:50 នាទីយោធាថៃបានបាញ់កំទេចគោលដៅអគារសន្តាគារនៅភូមិសាស្ត្រថ្មដាចំនួន1គ្រាប់2ម៉ោង 5:55 នាទីយោធាថៃបាញ់កំទេចគោលដៅអគារសន្តាគារនៅភូមិសាស្ត្រថ្មដា1គ្រាប់ទៀត3ម៉ោង 6:02 នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់4ម៉ោង 6:07 នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ទៀត5ម៉ោង 6:12 នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះស្ពានចាស់ចំនួន1គ្រាប់យន្តហោះយោធាថៃនៅបន្តបញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ